ចំណូលពីវិស័យរ៉ែខ្ញុំនិយាយតែពីចំណូលរឿងស៊ីសាទេដែលយើងកាន់នៅក្នុងដៃរបស់យើងក្រៅពីហ្នឹងដោយបានជម្រាបអញ្ចឹងគឺមានចំណូលអាករនាំចេញចំណូលពន្ធដារថែមទៀតបាទក្នុងវិស័យរ៉ែក្នុងអាណត្តិថ្មីនេះក្នុងឆ្នាំ2024ចំណូលយើងលោតហក់ពី60លានជាងនៅក្នុងឆ្នាំ2023ណាតែយើងចូលអាណត្តិថ្មីណាយើងឡើងមកដល់94.3លានក្នុងឆ្នាំ2025ចំណូលយើងឡើងពី94.3នេះឡើងមក135.55លានបាទនេះអត់តាន់បូកចំណូលផ្សេងទៀតទេណាបាទរីឯឆ្នាំ2026ឆ្នាំ2026ខ្ញុំសូមជូនជាតួលេខ2026ត្រឹមតែរយៈពេល6ខែទេបាទ6ខែទេយើងប្រមូលបានដូចជា90លានជាងតួលេខខ្ញុំបាញ់ឲ្យបងថ្ងៃមុនខ្ញុំចូលទៅគ្រប់សិនដើម្បីឲ្យតួលេខឲ្យត្រូវត្មងថាកុំឲ្យបងប្អូនសរសេរយកទៅថាខ្ញុំជូនព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ92.2ឯបងបាទ92.72លានថា93លានទៅតែ6ខែដើមឆ្នាំឯង93លានហើយនៅក្នុងនោះគឺយើងបានទទួលផងដែរនៅចំណូលពន្ធនាំចេញក៏ដូចជាចំណូលពន្ធនាំចេញក៏ដូចជាចំណូលពន្ធដារពីរនេះបូកចូលគ្នាប្រហែលជា150លានទៀតបាទប្រហែលបាទអញ្ចឹងដោយសារតួលេខយើងទំបានមួយត្រីមាសហ្នឹងអញ្ចឹងគ្រាន់តែមួយត្រីមាសនៃពន្ធក្រៅពីស៊ុយសាបានប្រហែល150លានរីឯស៊ុយសា6ខែបាន90លានជិត94លានអញ្ចឹងចំណូលនៅក្នុងវិស័យរ៉ែយើងបានទទួលច្រើនវិស័យរ៉ែបងបង្កើតការងារបានជាមួយ12000នាក់ក្នុងនោះស្ត្រី7%ដែលបម្រើការនៅក្នុងវិស័យរ៉ែ7%នេះគឺមិត្តគឺចូលទៅក្នុងស្តង់ដារអន្តរជាតិហើយ